ព្រះកុសលសត្ថាឆៃសៅព្រះរាជាគណៈកិត្តិយសនិងជាព្រះចៅអធិការវត្តច័ន្ទសូរិយាក្រឡាញ់បានលាចាកសិក្ខាបទក្រោយពីបានបួសអស់ជាង16វស្សាព្រះកុសលសត្ថាឆៃសៅព្រះរាជាគណៈកិត្តិយសនិងជាព្រះចៅអធិការវត្តច័ន្ទសូរិយាក្រឡាញ់ស្ថិតនៅស្រុកកំពង់ត្រឡាចត្រូវបានលាចាកសិក្ខាបទហើយកាលពីព្រឹកថ្ងៃទី26ខែមេសាឆ្នាំ2026ក្រោយពីព្រះអង្គបានសាងព្រះភ្នួសជាព្រះសង្ឃអស់រយៈពេលជាង16ព្រះវស្សាដែលពិធីលាចាកសិក្ខាបទនេះធ្វើឡើងក្រោមព្រះអធិបតីភាពព្រះទេពមនីសុខឋានព្រះមេគុណខេត្តកំពង់ឆ្នាំងនិងមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃក្រុងស្រុកនិងប្រជាពុទ្ធបរិស័ទជាច្រើនរូបផងដែរដោយអស់និស្ស័យក្នុងព្រះភ្នួសនឹងមានបំណងចង់ចូលរួមចំណែកបម្រើសង្គមជាតិក្នុងភាពជាគ្រាវាបន្ទាប់ពីបានសាងព្រះភ្នួសជាបុព្វជិតអស់រយៈពេល16វស្សាក្នុងរយៈពេលនៃការគ្រប់គ្រងដឹកនាំក្នុងនាមជាព្រះចៅអធិការវត្តច័ន្ទសូរិយាក្រឡាញ់ព្រះចៅអធិការវត្តបានរួមចំណែកកសាងនិងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅក្នុងទីអារាមដោយទទួលបាននូវសមិទ្ធផលនានាជាច្រើនតាមរយៈនៃការគៀងគរពុទ្ធបរិស័ទក្នុងការកសាងដូចជារបងវត្តព្រះវិហារសាលាពុទ្ធិកសិក្សានិងសមិទ្ធផលជាច្រើនទៀតនៅក្នុងអារាមនេះរហូតមកដល់បច្ចុប្បន្នជាមួយគ្នានេះក៏បានបណ្ដុះបណ្ដាលធនធានព្រះសង្ឃជាបន្តបន្ទាប់ទៀតផងក្រៅពីការកសាងនៅសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់នេះក្នុងរយៈពេលនៃការសាងព្រះភ្នួសព្រះកុសលសត្ថាឆៃសៅបានធ្វើការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រអនុបណ្ឌិតនិងបណ្ឌិតនិងការសិក្សានៅសាលាភូមិន្ទរដ្ឋបាលទៀតផងតាមរយៈបទពិសោធន៍ដែលលោកឆៃសៅបានសន្សំនៅក្នុងអំឡុងពេលជាបុព្វជិតនិងអាចបន្តរួមជោគវាសនាជាមួយនឹងពលរដ្ឋពុទ្ធបរិស័ទផ្សេងទៀតក្នុងការជួយអភិវឌ្ឍនិងបម្រើសង្គមឲ្យកាន់តែរីកចម្រើនថែមទៀតទាំងវិស័យពុទ្ធចក្រនិងអាណាចក្រព្រះទេពមនីសុខឋានព្រះមេគុណខេត្តកំពង់ឆ្នាំងបានមានសង្ឃដីកាសម្ដែងនៅការកោតសរសើរចំពោះព្រះកុសលសត្ថាឆៃសៅព្រះរាជាគណៈកិត្តិយសនិងជាព្រះចៅអធិការវត្តច័ន្ទសូរិយាក្រឡាញ់ដែលកន្លងមកនេះបានគោរពប្រតិបត្តិត្រឹមត្រូវទៅតាមធម៌វិន័យនៃព្រះពុទ្ធសាសនាហើយបានរួបរวมសាមគ្គីគ្នាយ៉ាងល្អក្នុងការកសាងទីអារាមវត្តច័ន្ទសូរិយាក្រឡាញ់បានជាបន្តបន្ទាប់រហូតមានសមិទ្ធផលជាច្រើននៅទីនេះសម្រាប់ប្រជាពលរដ្ឋពុទ្ធបរិស័ទគោរពប្រតិបត្តិការលាចាកសិក្ខាបទរបស់ព្រះកុសលសត្ថាឆៃសៅនាពេលនេះគឺបានបន្សល់ទុកនូវសមិទ្ធផលព្រះពុទ្ធសាសនាជាច្រើនក្នុងនាមជាព្រះចៅអធិការវត្តនាពេលកន្លងមកនៅក្នុងឱកាសនោះព្រះទេពមនីសុខឋានព្រះមេគុណខេត្តកំពង់ឆ្នាំងនិងព្រះមន្ត្រីសង្ឃបានសូត្រមន្តជយន្តោចម្រើនសិរីសួស្តីដល់លោកឆៃសៅទទួលបាននៅបវរសិរីសួស្តីនិងពុទ្ធពរជ័យគ្រប់ប្រការព្រមទាំងជោគជ័យនៅក្នុងកិច្ចការងារសង្គមបន្តទៅមុខទៀត